Hi guys, in this video I'm going to share you, tell you and show you about a training in Kampot province. That training is first access teacher training and at came, yes. I think let me speak in Khmer is better, yes, because all of my friends, most of my friends are Cambodian, so I think I should speak in Khmer is better. ចឹងចាំមើលនៅក្នុងវីដេអូនេះអ្នកនរគ្នាពីសកម្មភាពហើយនឹងអ្វីៗដែលពួកខ្ញុំបានជួបនៅក្នុង training នៅក្នុង Kampot province រយៈពេល4យប់5ថ្ងៃ yes កាត់ត្រួសឥឡូវពួកខ្ញុំបានមកដល់កំសាន្ត Kampot resort ហើយកន្លែងនេះគឺពិតជា fresh ខ្លាំងមែនតើហើយ recommend ខ្លាំងសម្រាប់បងប្អូនដែលគាត់ចង់មកដើរលេងគាត់ថាពេលខ្ញុំមកដល់ភ្លាមហ្នឹងគឺខ្ញុំបានទទួល best gift ខ្លាំងមែនតើពីខាងកម្មវិធី access ហ្នឹងបងប្អូនកន្លែងមើលទៅកាន់ gift របស់ខ្ញុំគឺមានសភៅហើយសភៅគេឡើង premium ហើយបិចគេអីហ្នឹងសឹងតែមិនហ៊ានកាត់សរសេរលោកអើយស្អាតណាស់ហើយយើងមានតាំងពីអាវយឺតមានតាំងពី bottle water ហើយមាន raincoat អីទៀតអូច្រើនមែនទែនហើយយើងក៏ឆ្លៀតដាក់ពីបៃពកអីចឹងទៅមុននឹងយើងចូលដល់ training របស់យើងចាពួកខ្ញុំអត់ដើរអត់រូបអត់បានទេគឺត្រូវតែមានរូបចាបន្ទាប់ពីថតពីបៃពកហើយពួកខ្ញុំក៏ចេញទៅកន្លែងយក per diem registration ហើយយើងកាត់ per diem កន្លែងហ្នឹងតែម្ដងចូលដល់កម្មវិធីល្ងាចថ្ងៃទី1ហ្នឹងគឺ welcome dinner ហើយនឹង welcome ពីលោកគ្រូងាត់កុនធីក៏មានការចូលរួមពីលោកគ្រូនាយកខាង IFL ហើយនឹងលោកគ្រូអ្នកគ្រូពី IFL ក៏ជើញចូលរួមដែររួមជាមួយនឹងលោកគ្រូអ្នកគ្រូមកពីសាលាផ្សេងៗគឺច្រើនខ្លាំងមែនទែនរបស់កម្មវិធី access ក៏មាន alumni teacher កាត់ត្រួសញ៉ាំបាយហើយព្រឹកឡើងក្រោកឡើងគឺចាប់ដើមដំណើរការប្រតិបត្តិការការងាររបស់យើងហើយគឺចូលដល់វគ្គ training មានពាក់ព័ន្ធនឹងការបើកវគ្គមានអីផ្សេងៗច្រើនបងប្អូនឲ្យរៀបរាប់អត់ទេ I don't know why that time I forgot to take the video actually I really want to take the video and to show all of you but actually I really forget sorry យ៉ាអញ្ចឹងពេលនេះគឺលោកគ្រូក៏យ៉ាងធ្វើការ present អំពីការភាសាក្រុមយើងអញ្ចឹងយើងមាន presenter តាមក្រុមមួយហើយនៅក្នុងហ្នឹងគឺក៏មានលោកគ្រូដែលជាអ្នកបដិបដាលហ្នឹងគឺមានច្រើនគូសំដែរគឺលោកគ្រូតាម section នីមួយៗគឺគាត់បង្ហាញពីប្រធានបទផ្សេងគ្នាផងដែរហើយនេះបងប្អូនហើយទេសភាពពេលល្ងាចគឺគេមានតាំងអាំងហាទឹកមានតាំងពីអីអូច្រើនណាស់មានទូកកាយអ៊ំទូកអ៊ំតាំងអីតែគ្មានបានអីទេពួកខ្ញុំ train រហូតតែម្ដងចាអត់មានបានអីទេបន្ទាប់ពី train មេរៀនពិសេសជាច្រើនខ្ញុំរៀបរាប់អត់ទេបងប្អូនហើយមានមេរៀនច្រើនខ្លាំងមែនទែន train ហើយយើងទទួលសញ្ញាបត្រពេលល្ងាចថ្ងៃទី2ហ្នឹងហើយយើងក៏បន្តដំណើរទៅទស្សនាសាលាជុំគ្រា language school នៅកំពតនឹងឯងជាសាលារបស់លោកគ្រូង៉ែកគុនធីហើយពួកយើងទៅកន្លែងហ្នឹងគឺធ្វើឲ្យយើងឃើញថាធនធានសិស្សនៅកន្លែងហ្នឹងគឺគាត់ខ្លាំងច្រើនមែនទែនមានភាពក្លាហានច្រើនហើយអាចនិយាយបានថាមានទាំងផ្នែក hard skill និង soft skill គឺគាត់បរិងបានទាំងអស់ខ្ញុំគឺនិយាយថាសរសើរគាត់ខ្លាំងមែនទែនហើយនៅក្នុងហ្នឹងគឺពួកយើងទៅគឺមានបែងចែកតាមក្រុមនីមួយៗឡើង presentation ទៅតាមគ្រប់សិស្សនីមួយៗផងដែរហើយចាប់ពីហ្នឹងមកគឺយើងក៏មក dinner នៅលើទូកចាជាថ្ងៃទី2ថ្ងៃបញ្ចប់កម្មវិធី access teacher training ហ្នឹងគឺយើងមាន party នៅលើទូកតែការ party នៅលើទូកហ្នឹងគឺពួកយើងអត់បានពិសាគ្រឿងសង្វឹងទេគឺការរៀបចំរបស់ខាងលោកគ្រូគាត់ពិតជាល្អមែនទេគាត់គូដល់កន្លែងហ្នឹងយើងអត់ពិសាគ្រឿងសង្វឹងទេនិយាយមែនបើថាឧទាហរណ៍ថាពិសាគ្រឿងសង្វឹងក៏យើងអត់មានកម្លាំងក្រោកធ្វើការឬក៏ក្រោករៀនព្រឹកដែរគឺពួកគេហៅរៀន full តែម្ដងហើយពិតជា excited ខ្លាំងមែនទែនបងប្អូនខ្ញុំនិយាយមែនវគ្គនេះគឺជាវគ្គដ៏សំខាន់សម្រាប់ពួកខ្ញុំសម្រាប់គ្រូនៅក្នុង access ទាំងអស់គាត់ជុំគ្នាមិនត្រឹមតែខាង access ទេទាំង alumni ក៏គាត់ចូលរួមដែរក្នុងវគ្គទាំងអស់ហ្នឹងខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនពាក់ព័ន្ធជាមួយនឹង student center ហើយ leadership ហើយមាន special course មួយទៀតដែលខ្ញុំពេញចិត្តខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹង digital tool ដែលប្រើប្រាស់នៅក្នុង classroom អញ្ចឹងណាបងប្អូនគឺរួមមានវគ្គពិសេសច្រើនមែនទែនដែលអាចធ្វើឲ្យយើងទទួលបានចំណេះដឹងទាំងអស់ហ្នឹងយកមក apply នៅក្នុងថ្នាក់រៀនរបស់យើងបាននិយាយរួមគឺ special ខ្លាំងមែនទែនហើយខ្ញុំពិតជាចង់បានវគ្គបរិបដាទាំងអស់ហ្នឹងបន្ថែមទៀតដើម្បីបរិងសមត្ថភាពរបស់គ្រូយើងនៅតាមទីជនបទជាពិសេសដូចជាពួកខ្ញុំផ្ទាល់អញ្ចឹងគឺពេលដែលចូលរួមហើយគឺធ្វើឲ្យពួកខ្ញុំមានអារម្មណ៍ថា confident ជាងមុនហើយយើងទទួលបានអ្វីដែលថ្មីសម្រាប់មកយក apply មកនៅក្នុងថ្នាក់របស់ពួកយើងនៅទីជនបទនេះมันប្រកាសថាទីជនបទគឺអត់អាចមានឱកាសនៅក្នុងការចូលរួមទេឲ្យតែយើងព្យាយាម Okay let's move to the other activities on the boat ពួកយើងនៅលើទូកនេះអូយមែន fresh សាហាវទោះបីអត់បានងូតទឹកពេលល្ងាចក៏ fresh ដែរព្រោះពួកខ្ញុំអត់មានពេលងូតទឹកអីបងប្អូននៅក្នុងកម្មវិធីមួយថ្ងៃហ្នឹងភាគច្រើនគឺអត់ទឹកអ
ត់ទឹករហូតនឹងឯងសរុបពេលព្រឹកពេលល្ងាចពេលព្រឹកពេលល្ងាចតែម្ដងតែខ្ញុំយ៉ាងណាក៏ខ្ញុំនៅរត់មកមុជទឹកបានតិចតួចដែរឆ្លៀតបងប្អូនហើយបើមិនចឹងទេអត់នេះទេរបៀបថាយើងអត់ទម្លាប់បងប្អូននេះហើយទៅដល់សកម្មភាពផ្សេងៗទៀតគឺនេះបងប្អូនអាចមើលតាមហ្នឹងទៅមានការពិភាក្សាក្រុមមានការ round table មានអូយរូមមានច្រើនណាស់យរូមជាមួយនឹងសកម្មភាពហើយជាពិសេសគឺខ្ញុំឃើញការចូលរួមរបស់លោកគ្រូមកពី IFL ក៏មានដែរនេះលោកគ្រូមកពី IFL ហើយមកពី COP សៀមរាបអូយរុំទៅគឺ special ខ្លាំងបើនិយាយពីម្ហូបវិញ buffet មួយថ្ងៃ5ពេលចាទៅមកវិញឡើងមូលថ្លុញអត់និយាយលេងបងប្អូន buffet មួយថ្ងៃ5ពេលទាំងអាហារសម្រន់ទាំងអាហារមែនតេនមែនអាហារហ្នឹងគឺពេញដំណងសិតតែ buffet អញ្ចឹងខ្ញុំញ៉ាំឡើងប៉ោងស្ទល់ឡើងមូលថ្លុញទាំងចំណេះដឹងហើយនឹងជាមួយនឹងអាហារគឺទទួលបានពេញតែម្ដងអញ្ចឹង really appreciate thank you so much